ដើម្បី forward file Telegram ទៅនរណាម្នាក់មកជាប់ឈ្មោះចាស់ដើមអញ្ចឹងដំបូងអ្នកនរគ្នាត្រូវចុចលើ file ដែលអ្នកនរគ្នាចង់ផ្ញើទៅមក right click មករួចរើសយកពាក្យថា forward នេះ forward បន្ទាប់មករើសឈ្មោះដែលអ្នកនរគ្នាចង់ផ្ញើទៅឲ្យឧទាហរណ៍ខ្ញុំផ្ញើទៅឈ្មោះនេះរួចមើលផ្នែកខាងលើនេះមានសញ្ញាខាងលើសញ្ញាគ្រូនេះចុចលើវាទៅបន្ទាប់មករើសយកពាក្យ I sender name ចុចលើ I sender name រួចចុចពាក្យថា save បន្ទាប់មកវានឹងបង្ហាញដាក់ថា sender name remove sender name remove មានន័យថាយើងត្រូវបាន remove អ្នកដែលផ្ញើ file នឹងឲ្យយើងអញ្ចឹងនៅពេលដែលផ្ញើទៅគឺអត់ជាប់តមកចុចសញ្ញានេះមកលុបអញ្ចឹងចូលទៅនៅពេលដែលចូលបែបហ្នឹងគឺអត់ជាប់ឈ្មោះអ្នកដែលផ្ញើមកយើងពេលដែលយើង forward ទៅគឺមានន័យថាដូចយើងជាអ្នកផ្ញើទៅម្នាក់ទៀតអញ្ចឹងគឺអត់មានជាប់ចាស់ដើមដែលផ្ញើ file មកយើង